ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំមកអានមេរៀនទី3អគ្គិសនីបច្ចុប្បន្នឧបករណ៍អគ្គិសនីដូចជាកង្ហារទូរស័ព្ទអំពូលប្រដាប់វាយមូសនិងម៉ូទ័រមានដំណើរការដោយសារថាមពលអគ្គិសនីថាមពលអគ្គិសនីបានមកពីប្រព័ន្ធអគ្គិសនីប្រព័ន្ធអគ្គិសនីគឺថ្មអនុវត្តការតប្រភពអគ្គិសនីនិងសម្ភារៈប្រើប្រាស់ក្នុងផ្ទះរបស់ដែលខ្ញុំត្រូវប្រើប្រាស់មានថ្មពិលខ្សែភ្លើងម៉ូទ័រនិងអំពូលចាប់ផ្ដើមតអំពូលនិងខ្សែភ្លើងទៅដាក់ថ្មពិលដំបូងយើងត្រូវយកខ្សែភ្លើងទៅដាក់ជាមួយអំពូលយើងមានថ្មពិលមួយយើងនឹងដាក់អំពូលនិងថ្មពិលចូលបន្ទាប់មកយើងដាក់នៅខាងក្រោយវានឹងចេញពន្លឺថ្មពិលបានបញ្ជូនចរន្តអគ្គិសនីតាមខ្សែភ្លើងទៅនឹងអំពូលឥឡូវនេះខ្ញុំចាប់ផ្ដើមអនុវត្តដោយយកប្រភពអគ្គិសនីគឺថ្មពិលទៅតភ្ជាប់ជាមួយនឹងគ្រឿងកន្ទុយអគ្គិសនីគឺម៉ូទ័រកូឡានជ័រសូមបងប្អូនទស្សនាដូចតទៅប្រព័ន្ធអគ្គិសនីគឺថ្មពិលបានបញ្ជូនចរន្តអគ្គិសនីតាមខ្សែភ្លើងទៅម៉ូទ័រកូឡានជ័រធ្វើឲ្យវាវិលជាបន្តបន្ទាប់ជាចុងក្រោយខ្ញុំសូមអរគុណ